ឲ្យតែធ្វើមុខម្ហូបមួយមុខនេះបងប្អូនខ្ញុំតែងតែនឹកឃើញដល់ម៉ែខ្ញុំមុនគេព្រោះអីគាត់ចូលចិត្តមុខម្ហូបសឡម្ជូរនេះខ្លាំងមែនទែនមិនថាទៅដល់ណាទេបងប្អូនគាត់តែងតែកំងឬក៏ទិញម្ហូបនឹងយកទៅផ្សារហើយនៅផ្ទះគឺ2ថ្ងៃ3ថ្ងៃគឺស្លម្ជូរម្ដងហើយបងប្អូនពេលខ្លះស្លសឹងតែរាល់ថ្ងៃក៏មានដែរហើយដើមម្ជូរនៅចិត្តផ្ទះលាស់អត់ដែរតាន់ទេគ្នាចង់រាល់ថ្ងៃបងប្អូនមិនថាម្ជូរផលិតម្ជូរលហុងម្ជូរតកួនម្ជូរជ័យខ្ចីអីទេបងប្អូនឲ្យតែម្ជូរស្រែគឺគាត់ចូលចិត្តមែនទែនហើយមិនថាស្លញឹកញាប់ប៉ុណ្ណាទេម៉ែគាត់ប្រសាបានរហូតឲ្យតែស្លម្ជូរម្ដងគាត់ប្រសាថែមបាយហើយថែមទៀតនិយាយទៅមុខម្ហូបមួយមុខនេះគឺជាសំណប់ចិត្តរបស់គាត់ដែរបងប្អូនហើយខ្ញុំឲ្យតែស្លម្ដងគឺតែងតែនឹកឃើញដល់គាត់រហូតហើយឲ្យតែស្លម្ជូរមួយមុខនេះបន្លែវិញគឺគាត់អត់រើសទេបងប្អូនបន្លែអីក៏គាត់ប្រសាបានដែរម៉ែខ្ញុំគាត់ស្រួលណាស់រឿងហូបនេះបងប្អូនគាត់ចូលចិត្តតែរបស់ធម្មជាតិកាពីកប៉ុកជាបញ្ចប់នឹងឯងសម្រាប់សាច់អីគឺគាត់អត់ចូលចិត្តប្រសាទេហើយអញ្ចឹងថ្ងៃនេះខ្ញុំទៅផ្សារខ្ញុំឃើញយាយគាត់បេះជាមួយនឹងផ្កាគៀសដីមានត្រួយមានផ្កាយកមកលក់ដាក់មួយថង500អញ្ចឹងណាខ្ញុំក៏ទិញ2ថងមកហើយគាត់បានឲ្យលហុងខ្ញុំមួយដែរយកមកស្លដាក់លាយគ្នាស្លម្ជូរយើងហ្នឹងបងប្អូនហើយទិញត្រីហ្នឹង3ខាំត្រីហ្នឹងកូនត្រីទូចត្រីស្រែរបស់យើងបងប្អូនហើយស្លម្ជូរទៅនិយាយថាពីជាតិណាបងប្អូនហើយត្រីស្រែអញ្ចឹងហើយយកមកដល់នឹងក៏លាងទឹកលាងអីស្អាតចឹងទៅហើយត្រួយគៀសដីផ្កាគៀសដីនេះខ្ញុំបេះវាខ្ញុំត្រាំទឹកហើយលាងវាកជ្រោក3-4ទឹកបងប្អូនព្រោះអីខ្លាចលោមានសត្វឆ្អេះឬក៏កូនតកៅអីទូចចឹងទៅពេលដែលយើងត្រាំទឹកចឹងវាចេញមកអស់ហើយបងប្អូនចឹងយើងលាងកជ្រោកវា3-4ទឹកចឹងទៅហើយចំណែកល្ហុងវិញគឺខ្ញុំសាប់វាតិចបងប្អូនតែមិនមែនសាប់យកល្អិតទេណាព្រោះអីខ្ញុំចិតវាយករាងធំដែរតែយើងសាប់វាឲ្យវាដាច់ចេញពីគ្នាចឹងទៅហើយដាក់ដាំទឹកដាក់អីបងលក្រូចដែងគល់លក្រីហើយស្លថ្ងៃនេះស្លអំពិលខ្ចីទៀតទឹកស្លសស្អាតណាបងប្អូនហើយដាក់បងអំពិលខ្ចីយើងនៅក្នុងទឹកស្លហ្នឹងឲ្យតែម្ដងដើម្បីឲ្យវាឆ្អិនទ្រុបអំពិលរបស់យើងហ្នឹងបងប្អូនហើយបន្ទាប់ពីទឹកពុះហ្នឹងខ្ញុំក៏បានបងត្រីយើងចូលហើយភ្លេចបងប្រហុកបងប្អូនហើយធម្មតាខ្ញុំស្លគឺខ្ញុំបងប្រហុកមុនខ្ញុំជ្រុំប្រហុកប៉ុន្តែប្រហុកនេះដោយសារតែខ្ញុំច្រាំម៉ត់ហើយអញ្ចឹងខ្ញុំដាក់វាតែអញ្ចឹងតែម្ដងហើយបានបងត្រីមុនហើយបងប្អូនអញ្ចឹងបន្ទាប់ពីបងត្រីហើយក៏ដាក់ប្រហុកយើងចូលហើយខ្ញុំក៏ធ្វើការស្រង់អំពិលហ្នឹងយកមកជ្រុំវាខាងក្រៅកុំឲ្យខ្លាចលោវាជូរជ្រេញណាហើយបន្ទាប់មកក៏ខ្ញុំមកបេះម្រះព្រៅបងប្អូនបេះម្រះព្រៅនេះគឺថាមិនសូវជាមានត្រួយទេបងប្អូនអើយគ្នាលាស់តិចហ្នឹងមកបេះគ្នារហូតឲ្យគ្នាលាស់មិនតាន់ហើយអត់មានភ្លៀងទៀតហើយមិនបានស្រោចទឹកស្រោចអីអញ្ចឹងហើយគ្នាមិនសូវបានលាស់ប្រមាណទេលាស់មកបេះអស់លាស់មកបេះអស់អញ្ចឹងបន្ទាប់ពីបេះម្រះព្រៅបេះអីហើយហ្នឹងខ្ញុំមកដល់ក៏ឃើញទឹកពុះទឹកអីហើយខ្ញុំបងល្ហុងយើងចូលមុនគេណាព្រោះអីល្ហុងវារៀងរឹងហើយមុនហ្នឹងក៏ខ្ញុំបានបងគ្រឿងអំបិលប៊ីចេងអីហើយដែរបងប្អូនដាក់អំបិលហើយនឹងប៊ីចេងហើយនឹងទឹកត្រីស្លម្ជូរខ្ញុំអត់ដែរប្រើជាមួយនឹងស្ករទេបងប្អូនហើយបន្ទាប់ពីល្ហុងឃើញថារៀងឆ្អិនគ្រាន់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងផ្កាគៀសដីនិងត្រួយគៀសដីយើងចូលណាហើយសម្រាប់ល្ហុងវិញគឺខ្ញុំអត់ឲ្យវាលួយខ្លាំងទេបងប្អូនខ្ញុំយកវានៅជ្រប់ណាហើយវានៅជ្រប់អញ្ចឹងយើងហូបទៅឆ្ងាញ់បើលួយពេកក៏អត់ឆ្ងាញ់ដែរបងប្អូនអញ្ចឹងបន្ទាប់មកក៏យើងថែមជាមួយនឹងម្ទេស3-4គ្រាប់ពីលើទៀតហើយបងជាមួយនឹងម្រះព្រៅយើងចូលអូយបងប្អូនហើយនិយាយថាពីឈ្ងុយឈ្ងប់តែម្ដងហើយរសជាតិវិញគឺថាឆ្ងាញ់មែនទែនបងប្អូនហើយហត់ក្តៅហើយញែកម្ទេសហិលហើយមានជៀនត្រីថែម4-5អីទៀតចឹងណាបងប្អូនយើងហត់ទឹកស្លក្តៅហើយញ៉ាំជាមួយនឹងត្រីជៀនស្រួយបងប្អូនហើយនិយាយថាពីជាតិមែនទែនហើយបាយថែមហើយថែមទៀតមុខម្ហូបមួយមុខនេះគឺជាសំណប់ចិត្តរបស់ម៉ែខ្ញុំហើយខ្ញុំវិញក៏ចូលចិត្តដែរបងប្អូននិយាយទៅមុខម្ហូបមុខហ្នឹងគឺថាយើងហូបបាយថែមទៀតអត់ដឹងខ្លួនទេបងប្អូនហើយញែកម្ទេសហិលក្តៅអូយហើយបើយើងបានបងអំបិលម្ទេសញ៉ាំជាមួយទៀតរឹតតែឆ្ងាញ់